និទានគំនិតភក្តីភាពអត្ថន័យអ្នកលេងភាគហ៊ុនជនជាតិជប៉ុនដ៏ល្បីល្បាញម្នាក់បាននិទានអំពីរឿងបុរសម្នាក់ដែលមានភក្តីភាពចំពោះក្រុមហ៊ុនបុរសម្នាក់នោះមានមុខតំណែងផ្នែកគ្រប់គ្រងជប៉ុនជាជនជាតិដែលមានការលះបង់ខ្ពស់ចំពោះសហគមន៍បុរសនោះក៏ដូច្នោះដែរគេមានស្វាមីភក្តិចំពោះក្រុមហ៊ុនជាខ្លាំងថ្ងៃមួយក្រុមហ៊ុនរបស់គេមានបញ្ហាគេក៏ខំជួយទប់ជ្រែងក្រុមហ៊ុនដោយប្រម៉ែប្រមូលលុយដែលគេមានសេសសល់ទាំងប៉ុន្មានយកមកទិញភាគហ៊ុនសុកចិត្តហ៊ានប្រថុយរលំរលាយទៅជាមួយនឹងប្រធានក្រុមហ៊ុនជាមួយក្រុមហ៊ុននិងមិត្តភ័ក្តិរបស់ខ្លួនទីបំផុតក្រុមហ៊ុនក៏រលំមែនគេអស់រលីងពីខ្លួនព្រោះតម្លៃភាគហ៊ុនរបស់គេคล้ายទៅជាក្រដាស់កាសែតអស់ទៅហើយគេព្រមទាំងប្រពន្ធកូនត្រូវរងទុក្ខវេទនាដោយសារតែការលះបង់លុយកាក់ទាំងអស់ក្នុងការជួយទប់ជ្រែងក្រុមហ៊ុនមិត្តភ័ក្តិរបស់គេជាច្រើនបាននាំគ្នាលក់ភាគហ៊ុនរបស់ខ្លួនតាំងពីមុនរួចមកហើយព្រមទាំងធ្លាប់ដាស់តឿនដល់គេទៀតផងប៉ុន្តែគេមានសុទិដ្ឋិនិយមជ្រុលគេគិតថាបើនឹងមានរឿងអ្វីអាក្រក់កើតឡើងចាវាយមកជាផ្ដោតដំណឹងដល់កូនចៅជាមិនខានតែចាវាយមានបានប្រាប់ឯណាប្រសិនបើលក់ដីមិនដាច់យ៉ាងហោចណាស់វាសល់ដីចំណែកឯភាគហ៊ុនវិញបើហ៊ានតែរលំមុខជាសល់តែបង្កាន់ដៃប៉ុណ្ណោះឯងគេនៅសល់តែការពេញចិត្តចំពោះខ្លួនឯងប៉ុណ្ណោះគេពេញចិត្តនឹងការដែលខ្លួនបានលះបង់ដើម្បីប្រយោជន៍រួមរហូតដល់ថ្ងៃមួយគេក៏នឹកភ្នែកក្នុងចិត្តថាប្រធានក្រុមហ៊ុនប្រកាសជាលំបាកដូចខ្លួនអញ្ចឹងដែរតែការពិតវាពុំបានដូចការដែលគេគិតនោះឡើយគេតាមសង្កេតឃើញថាចាវាយនៅតែមានជីវភាពរស់នៅធូរធារដូចពីមុនដដែលទីបំផុតតើគេរកឃើញថាចាវាយរបស់ខ្លួនបានលក់ភាគហ៊ុនរបស់គេតាំងតែពីក្រុមហ៊ុនមិនទាន់រលំម្លេះអូយចុកឈាមកាពីតែនទូកហ៊ានលោតចោលទូកប្រធានក្រុមហ៊ុនក៏ហ៊ានលក់ក្រុមហ៊ុនខ្លួនឯងដែរមានតែអ្នកល្ងងប៉ុណ្ណោះដែលសុកចិត្តលិចទៅជាមួយទូកមានតែមនុស្សមហាល្ងងប៉ុណ្ណោះដែលសុកចិត្តឆេះភ្លើងជាមួយផ្ទះពិតមែនហើយថាការមានភក្តីភាពជាមួយក្រុមហ៊ុនជាអំពើដ៏ប្រសើរតែយើងមិនចាំបាច់លះបង់ទាល់តែរលំឬទុកឲ្យស្លាប់ខ្លួនទៅទេនោះទេចុះមិត្តភក្តិដែលនាំគ្នាលក់ភាគហ៊ុនចោលគេជាមនុស្សអាក្រក់ឬចំណែកអ្នកដែលស្វាមីភក្តិចំពោះក្រុមហ៊ុនរហូតដល់ខាតអស់រលីងរហូតដល់ប្រពន្ធកូនត្រូវស៊ីសៀងដូចនេះតើគេជាអ្នកគិតបានត្រឹមត្រូវណាស់ទៅឬសមមុខណាស់ទៅឬទ្រឹស្ដីរបស់លោកដាវីនស៊ីបានពោលថាពិភពលោកយើងមានទំនោរវិវត្តទៅរកការចម្រាញ់ពូជសាសន៍គឺសត្វដែលរឹងប៉ឹងបំផុតទើបអាចគង់វង្សបានអ្វីត្បិតតែគុណធម៌គឺជាអ្វីដែលមនុស្សត្រូវមានតែគុណធម៌មួយមុខมันអាចឲ្យគេរួចជីវិតបានទេគឺអាស្រ័យទៅលើសភាវគតិនិងភាពវៃឆ្លាតនោះឯងមុននឹងជួយអ្នកដទៃមុននឹងជួយជាតិអ្នកត្រូវតែជួយខ្លួនឯងឲ្យរស់ជាមុនសិនបើជួយខ្លួនឯងមិនទាន់បានតែអ្នកសង្ឃឹមថានឹងទៅជួយអ្នកណាបានតែបើបានរួចខ្លួនហើយសូមមេត្តាកុំទៅបំផ្លាញគេឯងអី